នៅក្នុងមួយថ្ងៃមនុស្សយើងគ្រប់គ្នាវាមានពេលវេលា24ម៉ោងដូចគ្នាតែក្នុង24ម៉ោងនេះយើងសួរថាយើងធ្វើអ្វីបានខ្លះសម្រាប់ខ្លួនយើងជាទូទៅមនុស្សតែងតែគិតហើយនឹងមើលបំណាំហើយក៏ជាមួយទៀតក៏អាចនឹងចាប់កំហុសរាល់សកម្មភាពដែលយើងធ្វើជួនកាលទៅរឿងហ្នឹងដែលយើងធ្វើហើយក៏ប៉ុន្តែអ្នកដទៃគេដាក់មកយើងចឹងទៅឃើញយើងធ្វើរឿងផ្សេងទៅក៏វាថាយើងមិនធ្វើអីសោះមិនដែលធ្វើអីសោះមិនដែលរៀនសោះការរស់នៅហើយប៉ុន្តែយើងអត់ដែលសួរទេថាខ្លួនយើងហ្នឹងក្នុងមួយថ្ងៃហ្នឹងតែយើងដកដង្ហើមប៉ុន្មានដងក្នុងមួយថ្ងៃយើងអត់ដែលខ្វល់ខ្លួនឯងទេយើងតែខ្វល់ទៅរឿងអ្នកដទៃយើងតែចាប់កំហុសអ្នកដទៃយើងតែងតែគិតថាអ្នកនេះមិនល្អហើយអ្នកនេះមិនដែលឃើញធ្វើអីសោះអញ្ចឹងចោះចឹងទៅមនុស្សភាគច្រើនគឺបែបហ្នឹងតាមតែពួកគេគិតទៅចុះប៉ុន្តែយើងសម្រាប់ខ្លួនយើងផ្ដោតលើយើងខ្លួនយើងផ្ទាល់យើងមិនទៅចាំបាច់ទៅខ្វាយខ្វល់រឿងពាក្យសម្ដីអ្នកដទៃដែលពួកគាត់និយាយចំពោះយើងបែបណានោះទេសំខាន់យើងធ្វើរឿងហ្នឹងត្រឹមត្រូវឬអត់ហើយយើងបានធ្វើអត់ហើយយើងជាមួយថ្ងៃក្នុងមួយថ្ងៃរបស់យើងហ្នឹងយើងបានធ្វើអ្វីខ្លះសម្រាប់ជាប្រយោជន៍ខ្លួនឯងយើងកុំទៅបៀតបៀនអ្នកដទៃយើងកុំទៅចំណាយពេលអ្វីដែលมันជាប្រយោជន៍សម្រាប់ខ្លួនឯងគឺបានហើយវាគ្រប់គ្រាន់សម្រាប់ខ្លួនឯងហើយយើងអត់ចាំបាច់ទៅខ្វាយខ្វល់រឿងអ្នកដទៃសំខាន់ឲ្យតែយើងខ្លួនឯងហ្នឹងយើងចេះស្រឡាញ់ខ្លួនឯងហើយយើងធ្វើជាប្រយោជន៍ខ្លួនឯងវាល្អពេកទៅហើយយើងមិនចាំបាច់ទៅគិតគូររឿងអ្នកដទៃទេរឿងអ្នកដទៃគេចេះគិតគូររបស់គេហើយគេជីវិតរបស់គេចេះគិតគូររបស់គេយើងមិនចាំបាច់ទៅខ្វាយខ្វល់ហើយយើងចាំទៅឃើញតែសកម្មភាពរាល់ថ្ងៃជាការពិត